ចាវីដេអូល្ងាចនេះទៅឆ្លើយជាមួយនឹងសំណួររបស់បងស្រីវិញម្ដងដែលថាចិត្តចង់ធ្វើការជាងប៉ុន្តែជាប់កាតព្វកិច្ចមើលកូនស្ទាក់ស្ទើរហើយម្យ៉ាងទៀតសាក់ល្បងដាក់ពាក្យធ្វើការច្រើនកន្លែងដែរចាពិបាករកការងារធ្វើវាពាក់ព័ន្ធជាមួយនឹងអាយុវាពាក់ព័ន្ធជាមួយនឹងបទពិសោធន៍វាពាក់ព័ន្ធជាមួយនឹងពេលវេលាដែលខានធ្វើការយូរចាអញ្ចឹងជម្រើសចុងក្រោយគឺមានតែមុខរបរអាជីវកម្មណាដែលអាចនៅផ្ទះមើលកូនបានចាអញ្ចឹងអ្វីដែលអាចធ្វើទៅបានគឺមានតែលក់អនឡាញតែបងអូនអត់សូវស្រឡាញ់ណាស់ទេព្រោះដោយសារថាបើសិនជាទៅជួលហាងជួលតូបនៅផ្សារក៏វាពាក់ព័ន្ធជាមួយនឹងពេលវេលាគ្រួសារមើលកូនទៀតអញ្ចឹងអត់អាចទៅធ្វើឲ្យបានក្រៅពីនៅផ្ទះហើយរករបរណាដែលអាចរកស៊ីបាននៅផ្ទះអនឡាញមិនថាជាការលក់កៅអៅការលក់លេលក់ skin care លក់អីដែលជារបស់របរដែលយើងអាចប្រើបានចាប៉ុន្តែគាត់ស្ទាក់ស្ទើរចិត្តមែនតើអញ្ចឹងជាយោបល់របស់គុណស្មីត្រង់ចំណុចនេះស្នប់ចិត្តចាត្រូវតែសម្រាប់ចិត្តឲ្យច្បាស់ថាពិតជាចង់ចាប់ផ្ដើមរកស៊ីឬក៏ចង់ត្រឡប់ទៅធ្វើការវិញព្រោះការដែលស្ទាក់ស្ទើរវាធ្វើឲ្យយើងធ្វើកិច្ចការអត់បានសម្រេចទេចឹងដល់ពេលដែលយើងសម្រេចចិត្តច្បាស់ហើយថាយើងចង់ទៅធ្វើការចឹងយើងត្រូវដឹងថាបើសិនយើងទៅធ្វើការតែកូនរបស់យើងរកអ្នកណាជួយមើលបាននៅពេលដែលម្ដងម្កាលគាត់ឈឺឬក៏មានការដែលត្រូវ take care គាត់តែប៉ះពាល់កន្លែងការងារទេចឹងត្រូវពិនិត្យមើលស្ថានភាពខ្លួនឯងជាក់ស្ដែងថាចិត្តយើងចង់ប៉ុន្តែស្ថានភាពបច្ចុប្បន្នវាអំណោយផលអត់ត្រូវវិភាគកន្លែងហ្នឹងតែបើសិនជាពិតជាមិនអាចបកក្រោយត្រឡប់ទៅធ្វើការវិញបានទេមានតែទ្រាំកាត់ចិត្តកុំចង់ស្រួលត្រូវតែចាប់ផ្ដើមចាដាក់ខ្លួនឯងឲ្យសម្រេចចិត្តឲ្យបានច្បាស់លាស់កុំស្ទាក់ស្ទើរបើមិនអញ្ចឹងទេការរកស៊ីអនឡាញការចង់បើកអាជីវកម្មលក់ដូរហ្នឹងក៏ដួលដែរក៏លក់មិនដាច់ដែរដោយសារថាអារម្មណ៍របស់យើងល្វើល្វាយយើងអត់បានផ្ដោតព្រោះការងាររកស៊ីក៏ដោយធ្វើការគេក៏ដោយគឺត្រូវការអារម្មណ៍ដែលស្រឡាញ់អារម្មណ៍ដែលមូលអារម្មណ៍ដែលផ្ដោតអារម្មណ៍ដែលចង់ធ្វើវាចឹងបើសិនជាយើងធ្វើដោយបង្ខំអត់បានពេញចិត្តអត់បានស្រឡាញ់គ្រាន់តែធ្វើដើម្បីប្រគ្រប់កិច្ចតែបេះដូងយើងចង់ទៅធ្វើការអាចពុំតាន់បើកអាជីវកម្មអីល្អជាងគិតឲ្យច្បាស់សិនហើយបើដាក់ចិត្តថារកស៊ីហើយ100%ចាគឺត្រូវតែកាត់ចិត្តចោលកុំចង់បែកឆ្វេងបែកស្ដាំអញ្ចឹងបើសិនជាបងប្អូនដែលកំពុងតែពិបាកនៅក្នុងការរកផលិតផលលក់មិនថាជាការលក់កៅអៅគីបដែលអត់ចាំបាច់ស្មុគស្មាញត្រូវកាត់គីបរវល់ញ៉ៃចាប្រឈមនឹងការខូចកៅអៅច្រើនហើយចង់បានកៅអៅដែលស្អាតបោកអ៊ុតហើយយកទៅលក់តម្លៃសមរម្យយកទៅលក់ដឹងតែចំណេញអញ្ចឹងបើសិនជាមានចម្ងល់ជុំវិញការលក់អាវគីបការលក់ផលិតផលក៏ដូចជាចង់រៀន live ថតវីដេអូកាត់តវីដេអូសម្រាប់អ្នកអត់ទាន់ចេះសោះអាចទំនាក់ទំនង inbox ប្រឹក្សាយោបល់មកឥឡូវ